ប្រតិបត្តិការក្នុងវិស័យអប់រំក្នុងប្រទេសកម្ពុជានៅមកពីប្រទេសកូរ៉េបានបដិញ្ញាចិត្តក្នុងការនាំយកយុវជនកម្ពុជាទៅកាន់ពិភពលោកថ្មីតាមរយៈថ្នាល Digital ដ៏ទំនើបនៅក្នុងពិធីចអនុស្សាវនៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យអង្គរសាកលវិទ្យាល័យ BBRI សាកលវិទ្យាល័យ Kokje Cyber នៃសាធារណរដ្ឋកូរ៉េខាងត្បូងនៅព្រឹកថ្ងៃទី2ខែកញ្ញាឆ្នាំ2025នេះលោកហងសុងចុងសាកលវិទ្យាធិការសាកលវិទ្យាល័យគុកជេសាយបាទគុកជេសាយបាទគុកជេ Cyber បានលើកឡើងថាសាកលវិទ្យាល័យគុកជេ Cyber ជាកន្លែងសិក្សាតាមប្រព័ន្ធ Digital ដ៏ទំនើបដោយសាកលវិទ្យាល័យនេះមានថ្នាល Digital ផ្ទាល់ខ្លួនដ៏ទំនើបដែលអាចឲ្យនិស្សិតរបស់កម្ពុជាអាចសិក្សាស្វែងយល់អំពីពិភពលោកថ្មីៗបានយ៉ាងងាយស្រួលលោកបានបន្តថាការចុះ MOU នៅពេលនេះជាការនាំយកនិស្សិតកម្ពុជាទៅកាន់ពិភពលោកថ្មីទំនើបតាមរយៈថ្នាល Digital ស្របតាមយុគសម័យបច្ចុប្បន្នចំណែកលោកសាស្ត្រាចារ្យបំរុងបណ្ឌិតហេងប៊ុនសុងសាកលវិទ្យាល័យអង្គរក៏បានលើកឡើងដែរថាការចុះ MOU នៅពេលនេះក៏ជាផ្នែកមួយនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងកូរ៉េខាងត្បូងហើយក៏ជាផ្នែកមួយនៃការជួយពីសំណាក់មិត្តកូរ៉េក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាអរគុណ